សួស្តីបងប្អូនទាំងអស់គ្នាយើងបន្តសាច់រឿងរបស់យើងបន្តទៀតឈិនពីនអានមានឋានៈជាភ្ញៀវដ៏មានកិត្យានុភាពម្នាក់ប៉ុន្តែតាមពិតទៅគាត់មិនមែនជាមនុស្សថ្លៃថ្នូរឬអ្នកមានទ្រព្យសម្បត្តិអ្វីទាល់តែសោះដូច្នេះគាត់មិនតម្រូវឲ្យស្រីបំរើភ្លោះទាំងពីរនាក់នេះបំរើគាត់ដោយស្មោះត្រង់ឬអ្វីផ្សេងទៀតឡើយដោយសារតែរឿងនេះឈីវស៊ីបានងាកមកយកចិត្តទុកដាក់ចំពោះរឿងដែលកើតឡើងនៅខាងក្រៅបន្ទប់លំដាប់ខ្ពស់នេះនាងដូចជានាយកព័ត៌មានដែលមានចំណេះដឹងច្រើនដោយនាងបានប្រាប់ឈិនពីនអានអំពីមនុស្សនិងរឿងរ៉ាវគួរឲ្យចាប់អារម្មណ៍នៅលើកប៉ាល់គុណជារៀងរាល់ថ្ងៃនាងមិនខ្វល់ថាគាត់ចង់ស្ដាប់ឬអត់នោះទេហើយរឿងនេះក៏មិនសំខាន់ដែរព្រោះក្មេងប្រុសក្រីក្រមកពីនគរលីដ៏អស្ចារ្យគឺជាមនុស្សដែលមានចិត្តស្រួលក្មេងស្រីនោះបានបន្តនិយាយដើមគេហើយនាងបាននិយាយអំពីរបៀបដែលនរណាម្នាក់អាចទទួលបានត្បូងថ្មដ៏ស្រស់ស្អាតមួយដុំខណៈពេលដែលកំពុងលេងល្បែងស៊ីសងនៅទីលានលេងល្បែងត្បូងថ្មនោះមានសារធាតុត្បូងថ្មដ៏កម្រហើយបន្ទាប់ពីត្រូវបានស្រង់ចេញវាបានបញ្ចេញពន្លឺភ្លឺចែងចាំងនិងទាក់ទាញភ្នែកវាមានតម្លៃយ៉ាងហោចណាស់ត្បូងថ្មព្រិលចំនួន 30,000 ដុំដូច្នេះមនុស្សនោះបានរកទ្រព្យសម្បត្តិយ៉ាងច្រើនទន្ទឹមនឹងនេះអតិថិជនអ្នកមាន2នាក់បានទៅលេងហាងលក់អាវុធដែលជាកម្មសិទ្ធិរបស់លោកម្ចាស់លាវពួកគេទាំងពីរនាក់មានការចាប់អារម្មណ៍នឹងឧបករណ៍វិញ្ញាណដូចគ្នាហើយនៅទីបំផុតពួកគេបានចាប់ផ្ដើមដេញថ្លៃគ្នាទៅវិញទៅមកដោយសារកំហឹងពួកគេបានដំឡើងថ្លៃម្ដងហើយម្ដងទៀតហើយនៅទីបំផុតអតិថិជនដែលបានឡើងលើកប៉ាល់គុណនៅលើភ្នំដើមឈើនៃចក្រភពលីដ៏អស្ចារ្យបានផ្ដល់ជូនតម្លៃខ្ពស់ជាងត្បូងពេញឋានសួគ៌ដំបងឡើយត្រូវបានកំណត់តម្លៃត្រឹមតែ 8,000 ត្បូងគុជរៀងដូចជាផ្កាព្រិលប៉ុន្តែអតិថិជនបានចំណាយប្រាក់ជិត 20,000 ត្បូងដើម្បីទិញវាឈីវស៊ីមានការច្រណែនយ៉ាងខ្លាំងចំពោះរឿងនេះយ៉ាងណាមិញតើអ្នកណានៅលើโลกនេះដែលចំណាយប្រាក់ដោយមិនប្រុងប្រយ័ត្នបែបនេះតើលុយរបស់គាត់ត្រូវបានខ្យល់បក់បង់ទៅអស់ហើយមែនទេមាននរណាម្នាក់ក៏បានរៀបចំកម្មវិធីស្រវឹងហើយពួកគេបានបន្តស្រែកហៅឈ្មោះស្ត្រីម្នាក់ដោយសំឡេងសោកសៅភ្ញៀវនៅក្បែរនោះទាំងអស់មានការខឹងសម្បារយ៉ាងខ្លាំងហើយនៅទីបំផុតអ្នកគ្រប់គ្រងកប៉ាល់គុណបានអូសមនុស្សនោះចេញហើយវាយពួកគេយ៉ាងខ្លាំងទោះជាយ៉ាងណាក៏ដោយ2ថ្ងៃក្រោយមកបុគ្គលនោះបានត្រឡប់ទៅហាងស្រាវិញហើយគាត់មិនហ៊ានធ្វើពុតជាខឹងទេប៉ុន្តែបែរជាអង្គុយនៅខាងក្រៅហាងស្រាហើយញ៉ាំនំប៉ាវស្ងួនខណៈពេលដែលគាត់សម្លឹងមើលបន្ទប់អ្នករីដែលគាត់ស្រឡាញ់ដោយស្រពិចស្រពិលទឹកភ្នែកនិងទឹកមាត់បានហូរចុះមកលើមុខរបស់គាត់ដោយបន្ថែមល្បយដ៏ល្អឥតខ្ចោះនៃគ្រឿងទេសនៅក្នុងនំស្ងួតរបស់គាត់តាមពិតទៅអ្នកដាំដុះវ័យក្មេងលំដាប់ទី4រូបនេះបានចំណាយប្រាក់សន្សំទាំងអស់របស់គាត់ទៅលើអ្នកកំសាន្តដ៏ស្រស់ស្អាតម្នាក់ដែលដូចជាផ្កាឈូកពណ៌សគាត់បានចំណាយប្រាក់ទាំងអស់របស់គាត់ទៅលើនាងនៅក្នុងរយៈពេល2ខែកន្លងមកនេះហើយពួកគេទាំងពីរនាក់ក៏មានភាពស្និទ្ធស្នាលនិងស្និទ្ធស្នាលជាមួយគ្នាយ៉ាងខ្លាំងផងដែរនេះមិនមែនជាអ្វីទាំងអស់នោះទេទោះជាយ៉ាងណាក៏ដោយមានពាក្យចចាមអារម្មណ៍ថាអ្នកដាំដុះវ័យក្មេងរូបនោះបានលងស្នេហ៍នឹងនាងយ៉ាងខ្លាំងប៉ុន្តែគាត់មិនទាន់បានប៉ះដៃរបស់នារីកំសាន្តនោះនៅឡើយទេក្នុងន័យនេះគាត់ពិតជាមនុស្សដែលមានសិលធម៌និងសុចរិតឈីវស៊ីបាននិយាយឥតឈប់អំពីរឿងចម្លែកទាំងនេះហើយនាងមិនភ្លេចតុបតែងរឿងទាំងនេះដោយមតិនិងការពិពណ៌នាផ្ទាល់ខ្លួនរបស់នាងដើម្បីធ្វើឲ្យវាកាន់តែបំភ្លឺនិងគួរឲ្យចាប់អារម្មណ៍នោះទេជាការពិតណាការពិពណ៌នារបស់នាងអំពីព្រឹត្តិការណ៍ទាំងនេះគឺអស្ចារ្យជាងរឿងរ៉ាវដែលបានរៀបរាប់ដោយអ្នកនិទានរឿងទៅទៀតទោះជាយ៉ាងណាក៏ដោយឈិនពីនអានបានចាត់ទុកពួកគេគ្រាន់តែជារឿងនិទានប៉ុណ្ណោះឥឡូវនេះចំណាប់អារម្មណ៍របស់ឈិនពីនអានមិនមែនទៅលើមនុស្សនិងបញ្ហាដែលបានកើតឡើងនៅលើកប៉ាល់ទាំងនេះនោះទេផ្ទុយទៅវិញចំណាប់អារម្មណ៍របស់គាត់គឺស្ថិតនៅលើពិភពលោកនៅពីក្រោមពួកគេនៅយប់មួយកប៉ាល់គុណត្រូវបានបង្ខំឲ្យចុះនៅកម្ពស់ទាបជាងបន្ទាប់ពីបានជួបប្រទះនឹងខ្យល់បក់ខ្លាំងនិងភាពចលាចលនៅលើមេឃនេះបានអនុញ្ញាតឲ្យឈិនពីនអានរកឃើញភ្លើងឆេះដ៏សន្ធោសន្ធៅដែលកំពុងតែលេបត្របាក់នគរមួយនៅក្នុងពិភពលោកខាងក្រោមពួកគេជួបផ្សែងបានហុយឡើងទៅលើអាកាសដូចជាដើមឈើកោងនៅលើវាលស្រែឈុនស៊ុយបានដឹងអំពីរឿងនេះច្រើននៅក្នុងហ្វីមមួយនេះហើយបន្ទាប់ពីស្វែងរកតាមរយៈផែនទីភូមិសាស្ត្រនៅក្នុងការសិក្សានាងបានផ្ដល់ចម្លើយយ៉ាងរហ័សរហួនពីស្ថានភាពនៅពីក្រោមពួកគេដោយដែលវាបានប្រែក្លាយវាគឺជាសង្គ្រាមបង្ហូរឈាមដែលទាក់ទងនឹងជោគវាសនារបស់នគរ2ដែលធ្លាប់ជាសត្រូវស្លាប់រស់អស់ជាច្រើនចំនួនមកហើយ
បន្ទាប់ពីបានធ្វើសង្គ្រាមអស់រយៈពេលជាច្រើនរយឆ្នាំនគរទាំងពីរបានសម្រេចចិត្តប្រើប្រាស់អំណាចនៃនគរទាំងមូលរបស់ពួកគេដើម្បីសម្រេចជ័យជំនះដូច្នេះពួកគេក៏បានបញ្ជូនអ្នកដាំដុះជាច្រើនអ្នកទៅកាន់សមរភូមិផងដែរសមរភូមិនេះគឺពិតជាបានធ្វើឲ្យនគរទាំងពីររងរបួសយ៉ាងធ្ងន់ធ្ងរដូច្នេះនៅពេលដែលមនុស្សម្នាក់សម្លឹងមើលទៅតំបន់ភាគខាងជើងនៃសាលាមើលភ្នំនៃសាលាមើលបឹងក្នុងទ្វីបកែវកំណប់ភាគខាងកើតមាននគរតិចតួចណាស់ដែលអាចប្រកួតប្រជែងជាមួយនឹងពួកប្រៃផ្សៃភាគខាងជើងក្នុងចក្រភពលីដ៏អស្ចារ្យលើកលែងតែនគរសួយដ៏អស្ចារ្យប៉ុណ្ណោះជន់សួយសម្លឹងមើលទៅដែនដីនៃសេចក្តីស្លាប់និងទុក្ខវេទនាហើយនិយាយដោយដកដង្ហើមធំថាប្រសិនបើសង្គ្រាមកាន់តែខ្លាំងក្លាឡើងនោះទ្វីបកែវកំណប់ភាគខាងកើតអាចនឹងទទួលបានសមរភូមិបុរាណថ្មីមួយក្នុងរយៈពេល 2-3 ឆ្នាំទៀតនៅពេលដែលបរិយាកាសនៅទីនេះស្ងប់ស្ងាត់ពួកបរិសុទ្ធមកពីភ្នំអ្នកប្រយុទ្ធពិនឬប្រាសាទព្រើលខ្យល់ទំនងជានឹងមកផ្លាស់ប្ដូរទីនេះទៅជាទឹកដីថ្មីស្រឡាងសម្រាប់និកាយយោធាឈិនភិនអានក៏បានសម្លឹងមើលទៅដីដែលពន្លឺចែងចាំងលេចឡើងម្ដងម្កាលទន្ទឹមនឹងនេះគាត់ក៏អាចមើលឃើញអ្នកចម្បាំងស្លៀកពាក់គ្រឿងសឹកពួកមាសនិងប្រាក់ដែលមើលទៅធំដូចជាអាណាចដូចជាក្រចងដៃពីកប៉ាល់គុណឥឡូវនេះពួកគេកំពុងតែប្រយុទ្ធប្រឆាំងនឹងសត្វយក្សដែលបានវាយចេញពីស្នាមប្រេះនៅក្នុងដីឈិនភិនអានបានស្មានថានេះគឺជាសមរភូមិរវាងអ្នកដាំដុះដែលអាចកោះហៅអ្នកជួយជាមួយនឹងសមត្ថភាពអាចកម្បាំងរបស់ពួកគេក្រៅពីនេះគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះឈុតឆាកជាច្រើនទៀតក្រុមសត្វក្រៀលអមតៈមួយក្រុមបានស្រែកឡើងពេលពួកវាហើរឡើងទៅលើអាកាសយឺតៗពួកវាហើរឡើងឆ្លងកាន់សមុទ្រពពកហើយពួកវាបានទទាស្លាប់ហើយហើរចូលទៅក្នុងសមុទ្រពពកកាន់តែខ្ពស់ដូចជាពួកវាជាគំនូដែលកំពុងតែរំកិលសាន់កងានមួយក្បាលបានហើរឆ្ពោះទៅខាងត្បូងហើយក៏មានពពកច្របូកច្របល់មួយជួរដែលពោពេញទៅដោយផ្គរលួននិងភ្លេបន្ទោអេនទ្រីបន្សុតឈីជាច្រើនបានហើរនៅខាងក្រៅពពងជួរនេះហើយបានប្រើឧបករណ៍អមតៈពិសេសដើម្បីទាញយកភ្លេបន្ទោចេញពីខាងក្នុងវាមានអ្នកដាំដុះជីវងសាន់មយូរាពណ៌ខៀវស្រងាត់ដែលលឿនជាងកប៉ាល់គុណឆ្ងាយណាស់ពួកគេត្រូវបានហុំព័ទ្ធដោយពន្លឺដ៏មានតម្លៃហើយពួកគេបានបាត់ខ្លួនភ្លាមឈិនភិនអានបានឮថាមានហាងលក់សម្បត្តិមួយនៅលើកប៉ាល់គុណដែលអាចប្រើដាវហោះដើម្បីផ្ញើសម្បត្តិហើយមុខងាររបស់វាគឺដូចគ្នាបែបបាត់ទៅនឹងស្ថានីយ៍បញ្ជូនសម្បត្តិនៅក្នុងពិភពលោកមនុស្សដូច្នេះគាត់បានសរសេរសម្បត្តិពីរហើយបានសុំឲ្យឈីវស៊ីទៅកាន់ស្ថានីយ៍ផ្ញើសម្បត្តិដើម្បីផ្ញើសម្បត្តិទាំងនេះទៅឲ្យគាត់មិនមានអាចកម្បាំងណាមួយនៅក្នុងសម្បត្តិនោះទេហើយចំណុចសំខាន់នៃសម្បត្តិទាំងនោះគឺដើម្បីប្រាប់មនុស្សគ្រប់គ្នាថាគាត់មានសុវត្ថិភាពនិងមានសុខភាពល្អលើពីនេះសម្បត្តិទាំងនោះក៏មានរឿងរ៉ាវចម្លែកនិងគួរឲ្យចាប់អារម្មណ៍មួយចំនួនដែលគាត់បានឮអំពីឈីវស៊ីដូច្នេះវាមិនមានបញ្ហាទេទោះបីជាមនុស្សផ្សេងទៀតអានសម្បត្តិទាំងនេះក៏ដោយទោះជាយ៉ាងណាក៏ដោយវាពិតជាថ្លៃណាស់ក្នុងការផ្ញើសម្បត្តិទាំងនេះហើយសម្បត្តិមួយច្បាប់ដែលផ្ញើទៅកាន់ស្រុកនេទាខេរដូវនៃនគរលីដ៏អស្ចារ្យនឹងត្រូវចំណាយអស់10កាក់ត្បូងពេជ្រនេះគឺជារូបិយប័ណ្ណដែលប្រើដោយអមតៈនៅលើភ្នំការផ្ញើសម្បត្តិមួយច្បាប់ទៅកាន់សាលាលើភ្នំនៃនគរសួយដ៏អស្ចារ្យគឺថ្លៃជាងនេះទៅទៀតហើយការនេះនឹងត្រូវចំណាយអស់20កាក់ត្បូងពេជ្រទាំងមូលឈិនភិនអានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយមូលហេតុដែលគាត់សរសេរសម្បត្តិតែ2ប៉ុណ្ណោះជំនួសឲ្យសម្បត្តិមួយសម្រាប់មនុស្សគ្រប់គ្នាសម្បត្តិមួយត្រូវបានផ្ញើទៅកាន់វៃពោនៅក្នុងនគរលីដ៏អស្ចារ្យខណៈដែលសម្បត្តិមួយទៀតត្រូវបានផ្ញើទៅកាន់លីប៉ាភីងនៅក្នុងសាលាលើភ្នំនៃនគរសួយដ៏អស្ចារ្យគាត់បានសុំឲ្យអ្នកទាំងពីរផ្ញើសាររបស់គាត់ទៅកាន់អ្នកដទៃនៅពេលនេះឈិនភិនអានកំពុងឈរនៅលើនាវាសង្កេតការហើយក្រុមការណែនាំរបស់ឈុនសួយគាត់បានរកឃើញពន្លឺភ្លឹបម្ដងមកកាលចេញពីអគារតូចមួយដាច់ដោយឡែកមួយនៅជិនរនាំងកប៉ាល់ពន្លឺភ្លឺទាំងនេះមានសភាពស្រាលនិងរហ័សដែលធ្វើឲ្យពិភពលោកពិបាករកឃើញណាស់ឈុនសួយញញឹមឲ្យបញ្ជាក់ថាអ្វីៗទាំងអស់សន្តែមានតម្រូវការនិងបរិស្ថានដែលចង់បានរៀងៗខ្លួនហើយដាវហោះដែលប្រើសម្រាប់ផ្ញើសម្បត្តិក៏មិនមានករណីលើកលែងក្នុងរឿងនេះទេមានរយៈកម្ពស់ជាក់លាក់មួយដែលសមស្របបំផុតសម្រាប់ការបញ្ចេញដាវហោះហើយភាពធន់
នៅរយៈកម្ពស់នេះគឺតូចបំផុតដូច្នេះអ្នកដាំដុះមួយចំនួនរកប្រាក់ចិញ្ចឹមជីវិតដោយបើកផ្លូវពិសេសនៅរយៈកម្ពស់នេះបន្ទាប់ពីដាវហោះត្រូវបានបញ្ចេញទៅលើមេឃពួកវាទាំងអស់នឹងចូលទៅក្នុងស្រកតូចៗទាំងនេះដើម្បីហោះហើរឆ្ពោះទៅកាន់គោលដៅរបស់ពួកគេពួកសិស្សមកពីកងកម្លាំងធំៗទាំងអស់ដឹងអំពីច្បាប់នេះដូច្នេះនៅពេលដែលពួកគេហោះឡើងទៅលើមេឃដើម្បីធ្វើដំណើរពួកគេនឹងជៀសវាងការជ្រៀតជ្រែកជាមួយនឹងច្រកទាំងនេះយ៉ាងសកម្មឈៀវស៊ីបានមកដល់បន្ទប់សិក្សានៅពេលនេះហើយនាងបានផ្អៀងទៅនឹងស៊ុំទ្វារដែលនាំទៅដល់នាវាសង្កេតការណ៍ហើយសើចចំអកថាជាការពិតណាក៏មានអ្នកដាំដុះឯកាល្ងងខ្លៅដែលបុកក្បាលចូលទៅក្នុងផ្លូវទាំងនេះបន្ទាប់ពីរៀនពីរបៀបហោះហើរហើយទីបំផុតហោះឡើងទៅលើមេឃដោយលំបាកប្រសិនបើពួកគេមានសំណាងពួកគេនឹងត្រូវវាយដំយ៉ាងធ្ងន់ធ្ងរប្រសិនបើនរណាម្នាក់មានសំណាងវាអាចទៅរួចដែលភ្នែករបស់ពួកគេអាចនឹងចាក់ធ្លុះឬកករបស់ពួកគេនឹងត្រូវបានបើកនៅពេលដែលពួកគេធ្លាក់ពីរយៈកម្ពស់នេះពួកគេនឹងខ្ទានទៅលើផែនដីហើយស្លាប់ភ្លាមៗពួកគេនឹងប្រែក្លាយទៅជាសាញ់ដ៏ក្រាស់គួរឲ្យអាណិតណាស់ឈិនភិនអានបានសួរសំណួរថ្មីថ្មោងមួយថាតើមនុស្សណាដែលរៀបរៀងដាវហោះដែលផ្ញើសម្បត្តិទាំងនេះដោយសារតែភាពធុញទ្រាន់ទេឈៀវស៊ីងក់ក្បាលហើយឆ្លើយថាពិតណាស់មានមនុស្សមួយចំនួនធំដែលមានបញ្ហាផ្លូវចិត្តក្នុងចំណោមអ្នកដាំដុះផងតែទោះជាយ៉ាងណាក៏ដោយផ្លូវតូចៗទាំងនេះសម្រាប់ដាវហោះត្រូវបានគេហៅជាទូទៅថាជាផ្លូវលំនាំពពងហើយមានអ្នកដាំដុះលំនាំពពងពិសេសដែលមើលថែផ្លូវទាំងនេះជាពិសេសពួកគេពឹងផ្អែកលើវាដើម្បីរកប្រាក់ចិញ្ចឹមជីវិតដូច្នេះពួកគេសង្ឃឹមយ៉ាងមុតមមថាមនុស្សល្ងងនឹងហើរមកជ្រៀតជ្រែកជាមួយនឹងដាវហោះទាំងនេះមិនមានតម្លៃច្រើនទេប៉ុន្តែការចាំអ្នកដាំដុះល្ងងខ្លៅទាំងនេះនឹងអនុញ្ញាតឲ្យពួកគេទាមទារប្រាក់យ៉ាងច្រើនជាសំណងប្រសិនបើអ្នកបង្កបញ្ហានោះក្រីក្រនោះអ្នកដាំដុះនឹងសុំសំណងពីចក្រភពមនុស្សដែលអ្នកបង្កបញ្ហានោះជារបស់ខ្លួនប្រសិនបើវាជាអ្នកដាំដុះឯកាដែលគ្មានលុយហើយមិនបានចុះបញ្ជីជាមួយនឹងចក្រភពមនុស្សណាមួយទេនោះអ្នកដាំដុះនោះអាចទទួលយកតែសំណាងអាក្រក់របស់ពួកគេប៉ុណ្ណោះក្នុងករណីណាក៏ដោយនេះមិនមែនជាការខាតបង់ធំសម្រាប់ពួកគេទេទឹកមុខច្រណែនឈ្នានីសបានលេចឡើងនៅលើមុខរបស់ឈីវស៊ីហើយនាងបានបន្តថាអ្នកដាំដុះដែលទទួលខុសត្រូវក្នុងការមើលថែផ្លូវលំនាំប្រភពទាំងនេះសន្តែមានទ្រព្យសម្បត្តិច្រើនសន្ធឹកសន្ធាប់នៅពេលណាដែលពួកគេឡើងកប៉ាល់អន្តរទ្វីបដើម្បីធ្វើដំណើរពួកគេនឹងស្នាក់នៅក្នុងបន្ទប់យ៉ាងហោចណាស់កម្រិតមធ្យមជានិច្ចសំឡេងរបស់ឈុនស៊ួយមានភាពកក់ក្ដៅនិងទន់ភ្លន់នៅពេលដែលនាងបន្ថែមថាតាមពីទៅនិកាយនិងត្រកូលអមតៈដ៏មានឥទ្ធិពលដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយជាទូទៅមិនប្រើដាវហោះដើម្បីផ្ញើសារនោះទេមានបច្ចេកទេសសម្ងាត់ជាច្រើននៅក្នុងពិភពលោកហើយបច្ចេកទេសសម្ងាត់ទាំងនេះអាចធ្វើឲ្យវាហាក់ដូចជាមនុស្សមកពីឆ្ងាយកំពុងតែនិយាយគ្នាផ្ទាល់ឧទាហរណ៍មានផ្កាដើមឈើមួយប្រភេទដែលភ្ជាប់គ្នាប្រសិនបើមនុស្សម្នាក់ម៉ាស្សាផ្ការបស់វាដោយប្រើបច្ចេកទេសពិសេសមួយហើយនិយាយទៅកាន់វានោះផ្កាឈើនោះដែលភ្ជាប់គ្នាដែលមានទីតាំងនៅកន្លែងផ្សេងទៀតនឹងញ័រដោយស្វ័យប្រព័ន្ធហើយនិយាយពាក្យរបស់អ្នកនិយាយម្ដងទៀតទៅកាន់មនុស្សគ្រប់គ្នាកន្លែងនេះអ្នកអស់នេះឲ្យមើលរឿងហើយហានលីចឹងកន្លែងហានលីនិយាយតាកតងកន្លែងផ្កាហ្នឹងនៅក្នុង anime មានចឹងណាឈិនភិនអានបានក្រវីអណ្ដាតដោយការងឿងឆ្ងល់ឈីវស៊ីសម្លឹងមើលទៅឈិនភិនអានដែលកំពុងស្ដាប់យ៉ាងយកចិត្តទុកដាក់ហើយគិតក្នុងចិត្តថាតើក្មេងប្រុសកំសត់អ្នកនេះបានស្គាល់ព្រះផ្លូវការនៃភ្នំភាគខាងជើងនៃនគរលីដ៏អស្ចារ្យដោយរបៀបណាតើគាត់មានសំណាងមិនគួរឲ្យជឿប៉ុណ្ណាជាសំណាងល្អឈិនភិនអានគ្រាន់តែក្រីក្រប៉ុណ្ណោះគាត់មិនសូវមានចំណេះដឹងទេប៉ុន្តែគាត់តែងតែសួរសំណួរនៅពេលណាដែលគាត់មិនប្រកាសអំពីអ្វីមួយគាត់មិនដែលធ្វើពុនជាអ្នកមានចំណេះដឹងដោយចំណាយផ្ទាល់ខ្លួនរបស់គាត់ឡើយដោយសារតែរឿងនេះឈីវស៊ីដែលមានចិត្តបរិសុទ្ធនិងសាមញ្ញមានអារម្មណ៍ថាគាត់ជាមនុស្សល្អណាស់ប្រសិនបើគាត់ក្រីក្រប៉ុន្តែចូលចិត្តអួតអាងហើយប្រសិនបើគាត់គ្មានចំណេះដឹងប៉ុន្តែចូលចិត្តធ្វើពុនជាអ្នកមានចំណេះដឹងនោះវាពិតជាគួរឲ្យអាណិតនិងគួរឲ្យស្អប់ខ្ពើមខ្លាំងណាស់បន្ទាប់ពីជជែកគ្នាអស់រយៈពេលយូរវាជាមិនរួចទេសម្រាប់បងប្អូនស្រីភ្លោះទាំងពីរនាក់
ក្នុងការនិយាយអំពីទីកន្លែងកំណើតរបស់ពួកគេគឺជាទ្វីបឫស្សីពេញលេញមានអ្នកដាំដុះដាវជាច្រើននៅក្នុងទ្វីបដើមត្រែងទាំងមូលហើយវាគ្មានការសង្ស័យទេថាពួកគេបង្កើតបានជាភាគរយធំបំផុតនៃអ្នកដាំដុះអ្នកដាំដុះដាវមានសមត្ថភាពបំផ្លិចបំផ្លាញដ៏ខ្លាំងក្លាដូច្នេះវាជារឿងធម្មតាទេដែលពួកគេជាច្រើនជាមនុស្សដែលមានអំណាចត្រួតត្រាតើពួកគេមានឥទ្ធិពលខ្លាំងប៉ុណ្ណាឧទាហរណ៍សាមញ្ញមួយនឹងបង្ហាញរឿងនេះបានល្អទ្វីបខ្យល់គួយភាគខាងត្បូងស្ថិតនៅភាគខាងត្បូងហើយទ្វីបកែវកំណប់ភាគខាងកើតស្ថិតនៅភាគខាងកើតដូច្នេះទ្វីបទាំងពីរនេះត្រូវបានគេហៅជាទូទៅថាជាខ្យល់គួយខាងត្បូងនិងដបកំណប់ខាងកើតទ្វីបដើមត្រែងពេញលេញមានទីតាំងយ៉ាងច្បាស់នៅភាគឦសាននៃពិភពលោកដ៏អស្ចារ្យប៉ុន្តែពួកគេទទូចចង់ហៅខ្លួនឯងថាជាទ្វីបឫស្សីពេញលេញភាគខាងជើងជាលទ្ធផលទ្វីបសសុតដែលមានទីតាំងនៅភាគខាងជើងអាចត្រូវបានគេហៅថាជាទ្វីបសសុតពួកគេត្រូវបានបង្ខំឲ្យលុបចោលការពិពណ៌នាអំពីភាគខាងជើងចេញពីឈ្មោះរបស់ពួកគេនៅពេលដែលឈុនសួយដែលមានចិត្តល្អនិងសុភាពរៀបសារនិយាយអំពីទ្វីបដើមត្រែងពេញលេញនាងក៏បានបង្ហាញពីមោទនភាពនិងភាពក្រអឺតក្រទមបន្តិចបន្តួចផងដែរទោះជាយ៉ាងណាក៏ដោយនាងមិនបានកត់សម្គាល់រឿងនេះដោយខ្លួនឯងនោះទេឈីវស៊ីបានបង្ហាញអារម្មណ៍មោទនភាពនិងភាពក្រអឺតក្រទមនេះដោយធម្មជាតិកាន់តែបើកចំហហើយនាងចូលចិត្តនិយាយអំពីភាពអស្ចារ្យនៃទ្វីបដើមត្រែងរបស់នាងហើយនឹងរបៀបដែលទ្វីបកែវកំណំភាគខាងកើតរបស់អ្នកមានលក្ខណៈមធ្យមមានពន្លឺភ្លឺចាំងចាំងនិងរស់រវើកនៅក្នុងភ្នែករបស់នាងហើយនាងដូចជាសត្វចាបតូចមួយដែលមានមោទនភាពនិងក្រអឺតក្រទមថ្ងៃមួយឈិនពីនអានទីបំផុតបានសម្រេចចិត្តចាក់ចេញពីបន្ទប់លំដាប់ឋានសួគ៌របស់គាត់សម្បីតែឈុនសួយក៏មានអារម្មណ៍រីករាយបន្តិចដែរហើយឈីវស៊ីក៏សប្បាយចិត្តខ្លាំងណាស់រហូតដល់លោតឡើងលោតចុះដោយក្តីរំភើបមុនពេលដែលអនក្បាលថ្លែងអំណរគុណដល់លោកម្ចាស់តូចឈិនរឿងនេះធ្វើឲ្យឈិនពីនអានមានអារម្មណ៍ថាមានកំហុសបន្តិចមូលហេតុដែលគាត់សម្រេចចិត្តចាក់ចេញពីបន្ទប់របស់គាត់គឺដោយសារតែឈីវស៊ីបាននាំយកដំណឹងដ៏ធំមួយមកប្រាំយប់នេះក្រាំងផ្កានិងបាក់សីដែលបន្សល់ទុកដោយបុព្វបុរសនៃភ្នំពិធីនឹងត្រូវបានដាក់តាំងបង្ហាញនៅផ្នែកខាងមុខនៃកប៉ាល់គុនក្រាំងនេះអាចអនុញ្ញាតឲ្យមនុស្សម្នាក់មើលឃើញទិដ្ឋភាពពីចម្ងាយរាប់ម៉ឺនគីឡូម៉ែត្រឈិនពីនអានមិនមានការភ្ញាក់ផ្អើលខ្លាំងពេកចំពោះរឿងនេះនោះទេជាពិសេសចាប់តាំងពីក្មេងប្រុសតូចស្លៀកពាក់ពណ៌ខៀវស្រងាត់បានយកចានទឹកមួយយកមកនៅយប់មួយដែលមានខ្យល់បក់ខ្លាំងនិងមានព្រិលធ្លាក់ទឹកនៅក្នុងចានបានបង្ហាញយ៉ាងច្បាស់នៅទិដ្ឋភាពរបស់ស៊ូជានារីឋានសួគ៌កំពុងតែហោះហើរនៅលើដាវរបស់នាងអាក្លែអាឡែតនឹងវាអយឈិនពីនអានមើលហើយនិយាយទៅនិយាយប៉ែកនោះហើយតែពេលអញ្ចឹងទៅអានឹងវាដូចគ្នាអញ្ចឹងអ្នកនេះដូច្នេះឈិនពីនអានមិនបានតែមើលកំណប់ទ្របនោះទេផ្ទុយទៅវិញគាត់បែរជាទៅព្រោះព្រឹត្តិការណ៍ដែលនឹងត្រូវចាក់ផ្សាយនៅលើរមូរនោះមានជាប់តាក់ទងច្រើនជាមួយនឹងគាត់ដូច្នេះគាត់គ្មានជំរឿសអ្វីក្រៅអំពីចូលរួមនោះទេភ្នំកម្ដៅថ្ងៃនិងវាលភ្លេបន្ទោខ្យល់នឹងចូលរួមក្នុងសមរភូមិស្លាប់រស់ដំណឹងនេះបានដល់មកភ្លាមហើយមិនមានការប្រមានណាមួយទុកជាមុនទាល់តែសោះទ្វីបកែវកំណប់ភាគខាងកើតទាំងមូលមានការភ្ញាក់ផ្អើលលើពីនេះទៅទៀតទោះបីជាព័ត៌មានមួយចំនួនតូចប៉ុណ្ណោះត្រូវបានផ្សាយក៏ដោយក៏វានៅតែគ្រប់គ្រាន់ដើម្បីធ្វើឲ្យមនុស្សគ្រប់គ្នាមានអារម្មណ៍ញាក់សាច់កម្លាំងវឹកហាត់ដាវកំពូល2នៅក្នុងទ្វីបកែវកំណប់ភាគខាងកើតនិងជ្រើសរើសអ្នកដាំដុះដាវ3នាក់ម្នាក់ចាស់ម្នាក់វ័យកណ្ដាលនិងម្នាក់ទៀតវ័យក្មេងអ្នកវឹកហាត់ដាវវ័យក្មេងមិនព្រមប្រយុទ្ធរហូតដល់ស្លាប់ទេហើយពួកគេគ្រាន់តែប្រយុទ្ធរហូតដល់អ្នកឈ្នះត្រូវបានកំណត់អ្នកវឹកហាត់ដាវវ័យកណ្ដាលអាចប្រយុទ្ធរហូតដល់ស្លាប់ឬប្រយុទ្ធរហូតដល់អ្នកឈ្នះត្រូវបានកំណត់នេះគឺអាស្រ័យលើចន្ទៈរបស់អ្នកវឹកហាត់ដាវទាំងពីរទោះជាយ៉ាងណាក៏ដោយមនុស្សគ្រប់គ្នានៅលើទ្វីបកែវកំណំភាគខាងកើតដឹងថានៅពេលណាដែលអ្នកវឹកហាត់ដាវមកពីកម្លាំងទាំងពីរបានជួបគ្នានៅក្នុងពិភពខាងក្រៅពួកគេនឹងចូលរួមក្នុងសមរភូមិរហូតដល់ស្លាប់ដោយសារតែនេះជាសមរភូមិដ៏សំខាន់មួយដែលនឹងនាំមកនូវសេរីរុងរឿងឬភាពអាម៉ាស់ដល់កងកម្លាំងរបស់ពួកគេចារឹករបស់អមតៈដាវមកពីភ្នំព្រះអាទិត្យនិងវាលភ្លេបន្ទោទំនងជាជំរុញពួកគេឲ្យប្រយុទ្ធរហូតដល់ស្លាប់មានន័យថា
អាមតៈដាវមកពីឯភ្នំព្រះអាទិត្យប្រហែលជានិកាយរបស់គេនេះមិនដឹងហើយមួយទៀតណាវាលភ្លេបបន្ទោហ្នឹងគឺជាដូចជានិកាយរបស់គេមួយដែរអញ្ចឹងអ្នកនេះអញ្ចឹងពីរហ្នឹងគេមកប្រយុទ្ធគ្នាអញ្ចឹងណាចំពោះអ្នកដាំដដាវចាស់ចាស់ជំរឿតែមួយគ្រាន់របស់ពួកគេគឺប្រយុទ្ធរហូតដល់ស្លាប់ចេតនាសម្លាប់បានជ្រៀតចូលតាមខ្យល់ដាវមិនទាន់ត្រូវបានទាញចេញនៅឡើយទេប៉ុន្តែវាហាក់ដូចជាមនុស្សគ្រប់គ្នាអាចធុំក្លិនស្អុយលោហៈធាតុនៃឈាមរួចទៅហើយអ្នកវឹកហាត់ដាវវ័យក្មេងដែលត្រូវបានជ្រើសរើសដោយភ្នំខ្យល់ព្រះអាទិត្យគឺគ្មានអ្នកណាក្រៅអំពីស៊ូជានារីសួគាដែលជាអ្នកវឹកហាត់ដ៏អស្ចារ្យម្នាក់ដែលមានផ្លែឃ្លោកចិញ្ចឹមដាវកម្រិតខ្ពស់អូយឯពាក់នឹងដែលកូនពោះផលិតនឹងវាអោយជិនភីនអានមើលណាទន្ទឹមនឹងនេះវារន្ទះខ្យល់បានជ្រើសរើសសិស្សផ្ទាល់ម្នាក់ដែលមិនសូវល្បីតាមពិតទៅអាចនិយាយបានថាគាត់មិនសូវល្បីទាល់តែសោះគាត់ថែមទាំងមិនសូវល្បីជាងប្អូនប្រុសសិស្សប្អូនរបស់គាត់គឺលីវប៉ាឈៀវទៀតផងអូលីវប៉ាឈៀវទោះជាយ៉ាងណាក៏ដោយសារតែនេះជាសមរភូមិកម្ពុជាដែលទាក់ទាញការចាប់អារម្មណ៍អំពីគ្រប់ទិសទីនៃទ្វីបតើវារន្ទះខ្យល់អាចរញ៉េរញ៉ៃបានយ៉ាងដូចម្តេចឈិនភីនអានបាននាំអ្នកបម្រើរបស់គាត់ចុះទៅជាន់ក្រោមហើយឆ្ពោះទៅកាន់ក្បាលកប៉ាល់គុណអានេះដូចគេ live stream World Cup ចឹងណា live stream មើលចឹងណារមូផ្កានិងសត្វស្លាបដែលបន្សល់ទុកដោយបុព្វបុរសនៃភ្នំពិធីត្រូវបានតុបតែងលម្អដោយសត្វស្លាបគ្រប់ប្រភេទដែលមានជីវិតរស់រវើកនិងមានពណ៌ចម្រុះសត្វស្លាបលាបពណ៌ទាំងនេះហើយជំវិញនៅខាងក្នុងរមូហើយពួកវាថែមទាំងបញ្ចេញសម្លេងស្រែកធ្ងន់និងសម្លេងធម្មជាតិជាច្រើនប្រភេទទៀតផងនៅពេលដែលរមូត្រូវបានលាតចេញទាំងស្រុងនៅខ្ពស់ពីលើក្បាលកប៉ាល់វាមានប្រវែងប្រហែលជា15ម៉ែត្រនិងកម្ពស់6ម៉ែត្រវាមានទំហំធំសម្បើមណាស់នៅពេលដែលមើលចិនហើយអ្នកដាំដុះអាចមើលឃើញវាទោះបីជាពួកគេជ្រើសរើសស្នាក់នៅក្នុងបន្ទប់របស់ពួកគេក៏ដោយទោះជាយ៉ាងណាក៏ដោយនោះជាធម្មតាមិនគ្រប់គ្រាន់ទេលើពីនេះការវាយប្រហាររបស់អ្នកដាំដដាវគឺលឿនដូចជាភ្លេបន្ទោហើយមើលមិនឃើញដូចជាសរសៃសក់នៅពេលជាមួយគ្នានេះចេតនាដាវដ៏ជ្រាលជ្រៅនិងស្រទន់ដែលមាននៅក្នុងដាវរបស់ពួកគេនឹងមានត្រឹមតែ1វិនាទីប៉ុណ្ណោះដោយសារតែហេតុផលនេះវាជាជំរើសដ៏ល្អបំផុតដើម្បីសង្កេតមើលការប្រយុទ្ធទាំងនេះពីចម្ងាយដូច្នេះកៅអីរបស់ភ្ញៀវកិត្តិយសត្រូវបានបែងចែកជាថ្នាក់ផ្សេងគ្នាផងដែរភ្ញៀវនៅក្នុងលំនៅឋានដាច់ដោយឡែកទាំង3ត្រូវបានផ្ដល់ជូនកៅអីនៅជួរមុខមិនត្រឹមតែផ្លែឈើនិងអាហារសម្រន់ត្រូវបានរៀបចំសម្រាប់ពួកគេប៉ុណ្ណោះទេប៉ុន្តែថែមទាំងមានអ្នកបម្រើស្រីដ៏ស្រស់ស្អាតដែលត្រូវបានចិញ្ចឹមបីបាច់និងបណ្ដុះបណ្ដាលដោយកងកម្លាំងខុសៗគ្នាមួយចំនួនក៏ដូចជាស្រីពេទ្យាជាន់ខ្ពស់មកពីភ្នំផ្សេងផងដែរចំពោះថាតើក្រុមមនុស្សទាំង3ពេញចិននឹងរឿងទាំងនេះឬអត់ទេនេះគឺជាបញ្ហាខុសគ្នាទាំងស្រុងនៅពីក្រោយពួកគេគឺមានមនុស្សដូចជាឈិនភីនអានភ្ញៀវមកពីបន្ទប់លំដាប់ខ្ពស់ប្រសិនបើភ្ញៀវទាំងនេះមានអារម្មណ៍ល្អពួកគេអាចនាំអ្នកបម្រើស្រីរបស់ពួកគេមកជាមួយបានដោយធម្មជាតិទោះជាយ៉ាងណាក៏ដោយប្រសិនបើពួកគេចង់មកតែម្នាក់ឯងនេះក៏ល្អដែរកប៉ាល់គុណបានហាមឃាត់ភ្ញៀវរបស់ខ្លួនមិនអោយប្រើប្រាស់អំណាចអាថ៌កំបាំងដោយគ្មានការអនុញ្ញាតហើយវានឹងមិនទាន់បានចម្រាញ់គ្រប់គ្រាន់សម្រាប់អ្នកដាំដុះទាំងនេះដើម្បីបណ្ដែតនៅលើមេឃដើម្បីសង្កេតមើលការប្រយុទ្ធនៅឡើយទេប្រសិនបើមនុស្សគ្រប់គ្នាចង់ទទួលបានទស្សនៈកាន់តែប្រសើរវាជាមិនរួចទេដែលអ្វីៗនឹងคล้ายទៅជាភាពរញ៉េរញ៉ៃនិងវឹកវរតាមពិតទៅមានលទ្ធភាពដែលចំនួនអាចកើតឡើងដូច្នេះកប៉ាល់គុណបានហាមឃាត់យ៉ាងតឹងរ៉ឹងចំពោះមនុស្សគ្រប់គ្នាអំពីការរៀបចំខ្យល់ឲ្យហោះឡើងទៅលើអាកាសនេះមិនអាចចរចាបានទេមិនន័យថាមិនអោយមានការហោះហើរនៅលើនឹងទេឲ្យអង្គុយមើលទាំងអស់គ្នាមើលឲ្យ live stream ដោយសារតែច្បាប់ទាំងនេះមនុស្សភាគច្រើនបានយកកៅអីនិងកៅអីទៀបមកហើយនេះធ្វើឲ្យវាហាក់ដូចជាពួកគេជាក្រុមមនុស្សសាមញ្ញដែលប្រមូលផ្តុំគ្នានិងត្រៀមខ្លួនមើលកម្មវិធីឈុនស៊ុយនិងឈីវស៊ីនៅក្មេងណាស់ប៉ុន្តែពួកគេសាមនឹងព្រឹត្តិការណ៍និងបញ្ហាបែបនេះរួចទៅហើយក៏មានអ្នកបម្រើកំពុងតែរៀបចំផ្លូវសម្រាប់ពួកគេផងដែរដូច្នេះពួកគេអាចទៅដល់ទីតាំងដែលបានកំណត់របស់ពួកគេយ៉ាងរលូននិងគ្មានបញ្ហាអ្វីឡើយនេះគឺជាទីតាំងដ៏ល្អបំផុតមួយដូច្នេះក្មេងប្រុសតូចដែលពាក់ស្បែកជើងចម្បាំងបានទាក់ទាញការចាប់អារម្មណ៍ភ្លាមប្រហែលនេះជាកូនចៅដែលមានចរិតចម្លែកម្នាក់មកពីត្រកូលអ្នកមានដែលចូលចិត្តធ្វើជាមនុស្សក្រីក្រមែនទេអូយណាទៅចឹងទេអាកន្លែងនេះគេចង់និយាយថាគេមានរមូមួយអញ្ចឹងណារមូហ្នឹងគេបើកមើលទៅមើលការប្រយុទ្ធរបស់ហើយវិមានស្អីគេនោះភ្នំស្អីគេមិញនោះជាមួយនឹងស្អី
ហើយស្អីរន្ទះគេនោះអញ្ចឹងជួបគ្នានៅវីដេអូក្រោយទៀតចឹង